សួស្តីបងប្អូនអរគ្នានៃខ្ញុំចង់បង្ហាញអំពីការងារបច្ចេកទេសការងារបុកគ្រឹះហើយនិងការងារឆែកអក្សរគ្រឹះអញ្ចឹងការងារបុកគ្រឹះហ្នឹងគឺយើងឆែកមើលក្បាលអក្សរយើងមានស្នាមប្រេះអត់គឺយើងឆែកមើលដូចវីដេអូខាងក្នុងអញ្ចឹងឆែកមើលអក្សរគ្រឹះយើងហើយមួយវិញទៀតឆែកមើលការងារស្នាមប្រេះនៃអក្សរថាវាបែកបាក់អីអត់មុនការងារបុកបញ្ចូលនៅក្នុងដីហើយការងារបន្ទាប់គឺយើងឆែកមើលអក្សរគ្រឹះយើងថាយើងបុកប្រហែលម៉ែត្រចឹងការងារហ្នឹងគឺយើងណូតដើម្បីបាញ់ spray លើអក្សរគ្រឹះដើម្បីកត់ចំណាំថាយើងបុកចូលបានប្រហែលម៉ែត្រហើយសល់ប្រហែលម៉ែត្រទៀតដែលមិនទាន់បុកចូលគឺយើងណូតបាញ់ spray ក្រហមមកដើម្បីណូតចំណាំដោយរូបភាពខាងក្នុងអញ្ចឹងគឺយើងដឹងចំនួនម៉ែត្រដែលយើងត្រូវបុកចូលហើយវិញទៀតឆែកមើលចំនួនអក្សរថាអក្សរណាដែលវាមានស្នាមប្រេះហើយវាបែកបាក់គឺយើងអត់នឹងបុកចូលទៅខាងក្នុងដីទេព្រោះវាធ្វើឲ្យខូចគុណភាពនៃចឹងតាំងហើយចំណុចបន្ទាប់ហ្នឹងគឺយើងមុនបុកគឺយើងប្រយោលមើលដោយវីដេអូក្នុងអញ្ចឹងគឺយើងប្រយោលមើលថាអក្សរយើងត្រង់អត់បានយើងចាប់បានបុកអញ្ចឹងការងារបច្ចេកទេសនៃការងារបុកអក្សរគ្រឹះគឺខ្ញុំនឹងមកចង់បង្ហាញទៀតនៅវីដេអូបន្ទាប់អរគុណជម្រាបលាបងប្អូនអរគ្នា